ជំរាបសួរសួស្តីបងប្អូនតាគ្នាតឥឡូវយើងមកបន្តទៀតសម្រាប់បងប្អូនថ្នាក់តិចដល់អញ្ចឹងថ្ងៃនេះគ្រូមានលំហាត់មួយលំហាត់ថ្ងៃនេះគឺឲ្យយើងបង្ហាញថាឬការ៉េនៃ3បូកឲ្យឬការ៉េនៃ6ហើយបូកជាមួយនឹងឬការ៉េនៃ3បកឬការ៉េនៃ6គឺស្មើនឹងឬការ៉េនៃ6បូក2ឬ3អញ្ចឹងយើងបង្ហាញថ្មីដើម្បីឲ្យអាខាងឆ្វេងវាស្មើនឹងអាខាងស្ដាំទៅបើវាប៉ុតទៅគឺត្រឹមត្រូវឯងតឥឡូវយើងទៅមើលបងប្អូនគ្នាអញ្ចឹងការយើងបង្ហាញមកប៉ុណ្ណឹងយើងមានប៉ុណ្ណឹងតអញ្ចឹងដើម្បីបង្ហាញដោយសារតែយើងឃើញអានេះវាជាប់ឬការ៉េមែនទេអញ្ចឹងពេលនេះគឺយើងនឹងលើកអង្គទាំងសងខាងនេះជាការ៉េតែអញ្ចឹងយើងចាប់ផ្ដើមលើកអង្គទាំងពីរជាការ៉េមកអញ្ចឹងយើងបានអីនេះអញ្ចឹងយើងបានឬការ៉េនៃ3បូកឬការ៉េនៃ6ហើយអាខាងមេគឺឬការ៉េនៃ3តឬការ៉េនៃ6ចាទាំងអស់នេះគឺលើកជាការ៉េព្រោះលើកអង្គតែពីរជាការ៉េចាខាងនេះលើកវាជាការ៉េដែរមកអញ្ចឹងយើងបាននេះបានប៉ុណ្ណឹងតតែដល់លើកជាការ៉េហើយយើងឃើញថាអង្គខាងឆ្វេងរបស់យើងនេះចូលរូបមន្តណាចូលរូបមន្ត A មក B លើកជាការ៉េអញ្ចឹងយើងពលាតាមរូបមន្ត A មក B លើកជាការ៉េរបស់យើងមកអញ្ចឹងយើងបានអីអាខាងមុខនេះលើកជាការ៉េវាមកអញ្ចឹងពេលលើកជាការ៉េដាច់អាឬការ៉េខាងក្រៅមួយជាន់ដែរអញ្ចឹងយើងបាន3បូកឬការ៉េនៃ6បូកហើយរូបមន្តរបស់យើង A ការ៉េបូក 2AB អញ្ចឹងតួបន្ទាប់នេះគឺ 2AB អញ្ចឹងដាក់មក2កូននៃ A តួ A របស់យើងប៉ុណ្នេះអញ្ចឹងនេះយើងដាក់មក3ឬការ៉េនៃ3បូកឬការ៉េនៃ6 B តួ B របស់យើងកូននៃតួ B ប៉ុណ្ណេះដាក់ចូលមកចាហើយចំក្រោយគឺបូកឲ្យ B ការ៉េអញ្ចឹងនេះតួ B របស់យើងពេលលើកជាការ៉េទៅដាច់ឬការ៉េដូចគ្នាអញ្ចឹងបាន3បូកឲ្យឬការ៉េសង្កត់ដកឲ្យឬការ៉េនៃ6ប៉ុណ្ណឹងបាទខាងនេះពេលលើកជាការ៉េដាច់ឬការ៉េខាងក្រៅមួយជាន់ដែរអញ្ចឹងយើងបាន6បូកឲ្យ2ឬការ៉េនៃ3តទៅយើងមើលអានេះបូកគ្នាបានបូកឲ្យហើយមកអញ្ចឹង3មក3 6ដល់ពេលអានេះឬការ៉េនៃ6ដកឬការ៉េនៃ6 0អស់ហើយអញ្ចឹងដល់សល់ម្ដុំនេះយើងគុណពលៀបវាឲ្យអស់មកតើអញ្ចឹងយើងបាន2តប2នេះគុណគ្នាប៉ុន្តែយើងមើលរ៉ាឌីកាគុណរ៉ាឌីកាអញ្ចឹងបើវារឹងការ៉េដូចគ្នាយើងយកអាខាងក្នុងរ៉ាឌីកាគុណរ៉ាឌីកាទៅហ៎ចាអញ្ចឹងយើងបាន2រឹងការ៉េនៃយកក្នុងគុណគ្នាមក3បូកឬ6កតាឲ្យ3ដកឬការ៉េនៃ6ចាប៉ុណ្ណឹងតោះអង្គទី2របស់យើងដាក់មកវិញតទៀតចាគុណលេខខាងក្នុងលេខមកក្នុងឬរបស់យើងនេះអញ្ចឹងយើងបានអីអានេះចូលរូបមន្តទៀតហើយយើងមាន A មក B កតា A ដក B ចូលរូបមន្ត A ការ៉េដក B ការ៉េអញ្ចឹងយើងពលាតាមនឹងពាក្យមកតួ A របស់យើងគឺ3ការ៉េគឺ9ដកឲ្យតួ B លើកជាការ៉េចូលតួ B យើងឬការ៉េនៃ6ដល់ពេលលើកជាការ៉េយើងបានណា6ស្មើខាងនេះចាបន្តទៀតយើងបាន6បូកឲ្យ2រឹងម៉ែណែ9ដក6ណាន3ចាអញ្ចឹងពេលហ្នឹងយើងបានចម្លើយរបស់យើងឯងប៉ុន្តែនេះស្រាយមកពីលើមកអង្គខាងឆ្វេងអង្គទី1ស្មើអង្គទី2មែនណាពីរនាក់នឹងស្មើគ្នាអញ្ចឹងប៉ុន្តែអញ្ចឹងមានន័យថាអីដែលគេឲ្យយើងបង្ហាញនេះគឺចប់ប៉ុណ្ណឹងលើជាចម្លើយរបស់យើងតើអញ្ចឹងនៅក្នុងវីដេអូនេះអ្នកគ្រូមានតែប៉ុណ្្នឹងឯងសូមអរគុណ